នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសវិធានការសង្គ្រោះបន្ទាន់ដើម្បីទប់ទល់នឹងវិបត្តិថាមពលពិភពលោកពីចំនួនប្រចាំបូព៌ាដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋនិងធុរកិច្ចចំពេលតម្លៃប្រេងហក់ឡើងខ្ពស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានប្រកាសកាត់បន្ថយពន្ធលើប្រេងសាំងចំនួន26សេនក្នុង1លីត្រនិងកាត់បន្ថយថ្លៃប្រើប្រាស់ផ្លូវថ្នល់សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ដល់កម្រិត0វិធានការនេះគឺមានសុពលភាពនៅក្នុងរយៈពេល3ខែខាងមុខរដ្ឋាភិបាលអូស្ត្រាលីកំពុងប្រើប្រាស់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិដើម្បីពន្លឿនការនាំចូលប្រេងសាំងប្រេងម៉ាស៊ូតនិងជីកសិកម្មឲ្យបានច្រើនបំផុតគោលដៅសំខាន់គឺផលិតនិងរក្សាថាមពលនៅក្នុងស្រុកដើម្បីការពារប្រទេសពីផលប៉ះពាល់ដ៏អាក្រក់បំផុតនៃវិបត្តិសកលលោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាជនឲ្យសន្សំសំចៃថាមពលដោយមនសិការដោយស្នើឲ្យអ្នកដែលមានលទ្ធភាពងាកមកប្រើប្រាស់ការដឹកជញ្ជូនសាធារណៈដើម្បីទុកប្រេងឥន្ធនៈសម្រាប់អ្នកដែលចាំបាច់បំផុតដូចជាកសិករមន្ត្រីសុខាភិបាលនិងកម្មករដែលប្រើប្រាស់យានយន្តជាប្រចាំទោះបីលោក Albanese ទទួលស្គាល់ថានៅខែខាងមុខគឺជាដំណាក់កាលដ៏លំបាកមួយដែលគ្មានរដ្ឋាភិបាលណាសន្យានឹងដោះស្រាយបានទាំងស្រុងក្តីប៉ុន្តែលោកបានសន្យាថារដ្ឋាភិបាលនឹងប្រើគ្រប់មធ្យោបាយដើម្បីការពារប្រទេសអូស្ត្រាលីគន្លឹះនៃភាពជោគជ័យគឺស្មារតីសាមគ្គីភាពរបស់ប្រជាជននៅក្នុងការជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាដ៏មិនប្រាកដប្រជានេះ